នេះគឺជាការ trap របស់ខ្ញុំទាក់ទងទៅនឹងការ escape ពេញណាហ្នឹងហើយបើសិនជាបងប្អូនចង់ escape បងប្អូនយុទ្ធសាស្ត្រមួយដែលបងប្អូនអាច escape បានគឺនៅក្នុងតំបន់ support ហើយនិង resistance អញ្ចឹងណាហ្នឹងហើយដូចនេះមាសនៅក្នុង time frame 30បាទវាធ្លាក់មកដល់តំបន់ support របស់វា3370ហ្នឹងគឺជាតំបន់ support ហើយអញ្ចឹងបងប្អូនតំបន់ហ្នឹងគឺយើងមើល candle stick ដែលវាមានកម្លាំងខ្សោយហើយបងប្អូនអាចមើល time frame មួយទៀតដែលអាចមើលបានដែរគឺ time frame 15នាទីបាទនេះ15នាទីបងប្អូនមើលហើយបងប្អូនពិចារណាបាយនៅតំបន់ support អញ្ចឹងណាបងប្អូនណាមិនដែល complex ដាក់ stop loss បាទហើយយកចំណេញខ្លីៗអាចយកបានបើថាចង់ sell ក៏ដូចគ្នាដែរគឺបងប្អូនមើលក្នុងតំបន់ resistance បាទ resistance មាន reject candlestick confirm candlestick ឬក៏ retest អីចឹងទៅមានលក្ខខណ្ឌទាំងអស់ហ្នឹងយើងអាចចូល sell ហើយដាក់ SL ទៅកំណត់ចំណេញអីចឹងទៅអត់អីទេបងប្អូនណានេះយុទ្ធសាស្ត្ររបស់ខ្ញុំកំណត់ខាតហើយមួយសារហើយប៉ុន្តែដោយសារតែមាសវាកំពុងតែបុកឡើងខ្ញុំក៏អង្គ SL ហ្នឹងនៅខាងលើមានន័យថាបើសិនវាមកប៉ះ SL ខ្ញុំវិញនៅ3383មានន័យថាខ្ញុំកាត់ចោលទាំងអស់កាត់ហ្នឹងគឺមានកាត់ខាតទេណាគឺកាត់ចំណេញប៉ះនៅតំបន់ហ្នឹងវិញវាកាត់ចំណេញតែបើសិនវាអត់មកប៉ះវារុញទៅរហូតខ្ញុំទៅយកនៅក្នុងតំបន់34ខ្ញុំយកនៅតំបន់3415ដែលជាតំបន់ take profit របស់ខ្ញុំអញ្ចឹងណាបាទនេះគឺជាយុទ្ធសាស្ត្រខ្លីៗដែលចង់ចែករំលែកបងប្អូនយើងអ្នក escape ណាហ្នឹងហើយអរគុណច្រើនបងប្អូន